បាទសួស្តីសមាជិកនៅក្នុងក្រុម License City Service ទាំងអស់គ្នាចា៎នេះគឺជាវីដេអូវគ្គមួយរបស់យើងនៅក្នុងវីដេអូនេះខ្ញុំមកណែនាំខ្លះៗពាក់ព័ន្ធទៅនឹងការងាររបស់យើងអញ្ចឹងបងប្អូននៅក្នុងក្រុមសមាជិកទាំងអស់នេះអញ្ចឹងយើងឃើញនៅក្នុងនេះវាមាន license ច្រើនពាក់ព័ន្ធទៅនឹងផលិតផលរបស់ក្រុមហ៊ុន Microsoft ហើយ Microsoft Office នេះវាមានតាមប្រភេទតាមស៊េរីតាម version ផ្សេងៗគ្នាជាច្រើនមុននឹងចូលទៅការប្រើប្រាស់គឺដូចជាការឆាតជាមួយនឹង bot ខ្ញុំសូមណែនាំខ្លះៗពាក់ព័ន្ធទៅនឹងការធ្វើសេវាកម្មទាំងអស់នេះអញ្ចឹងបងអាច search មើលទៅលើ Facebook page ក៏បានក្នុង channel Telegram ក៏បាន search អាចជា Microsoft Office license ឬក៏ license Windows អញ្ចឹងទៅយើងឃើញមានបងប្អូនខ្មែរយើងគាត់ធ្វើច្រើនមែនទេនេះឃើញគាត់ធ្វើច្រើនមែនទេអញ្ចឹងគាត់ដាក់ license ហ្នឹងក៏គាត់លក់បានច្រើនឥឡូវជាករណីសិក្សាមួយខ្ញុំណែនាំអំពី page នេះឈ្មោះ KTech Solution នេះអញ្ចឹងគាត់លក់អីគេគាត់លក់ពាក់ព័ន្ធទៅនឹង Office នេះ2021នេះយើងមើលរបៀបវិរិយនៃការធ្វើរបស់គាត់ណាមាន license Windows មានអីចឹងទៅអញ្ចឹងរបៀបដែលយើងធ្វើនៅក្នុងមេរៀននេះគឺពាក់ព័ន្ធទៅនឹងប្រភេទទាំងអស់នេះប្រភេទទាំងអស់នេះវាមិនមែនជាការ crack ទេវាមិនមែនដូចយើង activate កន្លងមកទៅលើ CMD ទៅលើអីទេអញ្ចឹងខ្ញុំមានការណែនាំទូទៅប៉ុណ្្នឹងឯងកុំឲ្យវីដេអូយើងវែងអញ្ចឹងចូលទៅដល់វីដេអូបន្ទាប់ទៀតខ្ញុំនឹងណែនាំអំពីការប្រើប្រាស់ bot របស់យើងហើយនឹងការទៅយក license key នៅក្នុងក្រុមអញ្ចឹងទៅអូខេប៉ុណ្្នឹងណាមានចម្ងល់សំណួរអាចសួរបន្ថែមបាននៅក្នុងក្រុមរបស់យើងអញ្ចឹងវាមានច្រើនមែនទែនវាមានច្រើននេះថ្ងៃនេះខ្ញុំបានផុសនេះអូខេអញ្ចឹងបើគិតថានៅក្នុងក្រុមនេះមានប្រយោជន៍ច្រើនខ្ញុំលើកទឹកចិត្តឲ្យជួយ share ចែកម្លែកឲ្យច្រើនទៀតដល់ពេលដែលខ្ញុំផុសលើកក្រោយទៀតអញ្ចឹងវីដេអូវគ្គមួយរបស់យើងខ្ញុំណែនាំប៉ុណ្ណឹងជួបជាមួយខ្ញុំនៅវីដេអូបន្ទាប់ទៀតនេះអូខេតោះបន្ទាប់ទៀតខ្ញុំនឹងណែនាំបន្ថែមទៀតពាក់ព័ន្ធការងាររបស់យើងអរគុណច្រើន